សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីរបៀបកូរឆៅគួយឲ្យទន់ស្វិតល្អដែលគ្រឿងផ្សំគោលរបស់យើងនោះគឺជាម្សៅឆៅគួយដែលនេះគឺជាប្រភេទម្សៅឆៅគួយរបស់ចិនមួយកញ្ចប់មានទម្ងន់200ក្រាមដែលស្មើនឹង2ខាំហើយមួយកញ្ចប់កូរបានទឹក4លីត្រណាបងប្អូនហើយតម្លៃរបស់គេមួយកញ្ចប់តាម1.7កាក់ទេឥឡូវនេះយើងក៏មកថ្លឹងឆៅគួយទាំងអស់គ្នាដល់យើងអត់កូរទាំងអស់ទេយើងកូរតែទឹក1លីត្រទេអញ្ចឹងទឹក1លីត្រយើងត្រូវថ្លឹងម្សៅឆៅគួយចំនួន50ក្រាមតែបើចង់កូរទាំងអស់ដាក់ទឹក4លីត្រយកមកដល់ទៅអញ្ចឹងម្សៅឆៅគួយ50ក្រាមទឹក1លីត្រប៉ុន្តែដាក់ទឹកតែពី900ទៅ950បានហើយដោយសារតែចង់ឲ្យវាស្វិតល្អទុកយកទៅឈូសបងប្អូនតែបើបងប្អូនអត់ចង់ឈូសទេដាក់ទឹកដល់1លីត្រក៏បានដែរតែយើងបន្ថយទឹកបន្តិចដើម្បីវាស្វិតល្អអញ្ចឹងណាឥឡូវនេះយើងក៏ចាប់ផ្ដើមចាក់ទឹកអត់ចាក់ទឹកទាំងអស់ទេបងប្អូនចាក់តែបន្តិចសិនដើម្បីកូរម្សៅយើងឲ្យរលាយកូរហើយវាអត់រលាយយើងក៏មកត្រងចេះមកងាយស្រួលលឿនជាងបងប្អូនយើងចាក់ត្រង់ម្ដងបន្តិចចឹងណាបងប្អូននេះហើយយើងយកអាព្រាមហ្នឹងមកកូរបំបែកម្សៅហ្នឹងធ្វើម៉េចកុំឲ្យវាមានដុំចូលទៅក្នុងឆ្នាំងណារួចហើយដល់ពេលយើងកូរនេះហើយយើងក៏ចាក់ទឹកដែលសេសសល់ហ្នឹងចូលប្រគ្រប់មកបងប្អូនហើយយើងកុំភ្លេចធ្វើម៉េចកុំឲ្យម្សៅឆៅគួយនឹងវានៅដុំកណានៅដុំកូរមកសាច់ឆៅគួយរបស់យើងវាអត់រលោងស្អាតទេបងប្អូនវាអត់ម៉ត់ស្អាតណាអញ្ចឹងធ្វើបែបនេះគឺម៉ត់ស្អាតណាស់រួចហើយក៏ផ្ទេរឆ្នាំងដោយសារតែឆ្នាំងធ្វើផ្កាឈូកនឹងខូចបាត់ហើយបងប្អូនតាមបានប្រើផងគឺដោតភ្លើងទៅអត់មានភ្លើងចូលទេដោយសារទិញទុកយូរឥឡូវយើងក៏ចាប់ផ្ដើមកូរឆៅគួយរបស់យើងនៅពេលដែលវាជិតពុះវានឹងឡើងខាប់អញ្ចឹងបងប្អូនតែអត់មានបញ្ហាទេបន្តកូរវារហូតទៅគឺឆៅគួយនេះកូរស្រួលបងប្អូនកូរប៊ីចភ្លេចដាក់ស្ករបងប្អូនកុំភ្លេចដាក់ស្ករឬក៏លួចបន្ថែមអំបិលតិចផងសាច់ចិត្តបងប្អូនទេដើម្បីវាមានជាតិឆ្ងាញ់អញ្ចឹងណាកូររហូតតាមតែឆៅគួយរបស់យើងឡើងភ្លឺអញ្ចឹងតែអត់ចំណាយពេលយូរប៉ុន្មានទេបងប្អូនពេលយើងកូរទៅឆៅគួយរបស់យើងឡើងខាប់ហើយរឿងអាកកលើតិចអញ្ចឹងហើយរឿងអាឡងភ្លឺបែបហ្នឹងគឺបានហើយយើងក៏ចាប់ផ្ដើមវាចាក់ចូលទៅក្នុងចានដែកអញ្ចឹងមកបងប្អូនដើម្បីយើងយកមកឈូសអញ្ចឹងយើងចាក់ចូលចានដែកឲ្យរាងជ្រៅអញ្ចឹងមកដើម្បីវាក្រាស់បងប្អូនតមកទៀតទុកឆៅគួយយើងឲ្យត្រជាក់ឬក៏ដាក់ចូលទូទឹកកកសិនទៅវាត្រជាក់ល្អចាំយើងយកមកឈូសនៅពេលដែលឆៅគួយរបស់យើងកកនេះបងប្អូនឃើញអត់គឺម៉ត់រលោងអាចឆ្លោះមុខបានបងប្អូនគឺអត់មានដុំអីទេនៅពេលយើងធ្វើបែបហ្នឹងគឺឆៅគួយរបស់យើងស្អាតល្អបងប្អូនហើយយើងក៏យកសម្រាប់ឈូសមកចាប់ផ្ដើមឈូសធ្វើជាសរសៃអញ្ចឹងមកស្រេចចិត្តបងប្អូនទេចង់ឈូសអញ្ចឹងក៏បានឬក៏កូរហើយយើងអាចចាក់ចូលទៅក្នុងពុម្ពគុជយក្សបងប្អូនពុម្ពតកធ្វើជាគុជយក្សក៏បានដែរស្រេចចិត្តទេបងប្អូនធ្វើបានច្រើនណាសាច់យើងឆ្នៃតាមហ្នឹងបន្ទាប់ពីយើងឈូសរួចហើយអាសេះសល់ទាំងម៉ានហ្នឹងយើងក៏ចាប់ផ្ដើមយកវាមកកាត់ធ្វើជាដុំអញ្ចឹងទៅឲ្យបាន2 3ម៉ូតអញ្ចឹងណាបងប្អូនការកាត់នេះដែរគឺកាត់ស្រេចចិត្តបងប្អូនចង់បានដុំតូចដុំធំកាត់តាមចំណូលចិត្តទៅនេះបងប្អូនឆៅគួយឆ្អិនរបស់យើងរួចរាល់ហើយយើងកូរឆ្អិនហើយធ្វើបែបនេះកូររួចយើងអាចក្លាសេក្នុងទូទឹកកកបានមួយអាទិត្យណាបងប្អូនចុងក្រោយអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានម្សៅឆៅគួយគ្រឿងផ្សំកាហ្វេគ្រឿងផ្សំតែគុជអាចតាក់ទងបានខាង page នេះណាអរគុណចា៎បងប្អូនទាំងអស់គ្នា